ប៉ាគីស្ថានថាបទច្បាញ់អាមេរិកអ៊ីស្រាអែលគ្រប់រំដាប់ទាំងអស់រួមទាំងទៅនៅលីបង់នាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថានបាននិយាយថាបទច្បាញ់រវាងអាមេរិកនិងអ៊ីរ៉ង់គ្រប់រំដាប់គ្រប់ទីកន្លែងរួមទាំងប្រទេសលីបង់ផងដែរនាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយនៅថ្ងៃពុធនេះថាអាមេរិកនិងអ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ពួកគេបានយល់ព្រមលើបទច្បាញ់គ្រប់កន្លែងរួមទាំងប្រទេសលីបង់បន្ទាប់ពីការសម្រុះសម្រួលដោយរដ្ឋាភិបាលរបស់លោកដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍លោកសារីបបានបង្ហោះលើបណ្ដាញសង្គម X ថាខ្ញុំមានសំណររីករាយក្នុងការប្រកាសថាសាធារណរដ្ឋអ៊ីស្លាមនិងអាមេរិករួមជាមួយទៅនឹងសម្ព័ន្ធមិត្តរបស់ពួកគេបានយល់ព្រមលើបទច្បាញ់ភ្លាមៗនៅគ្រប់ទីកន្លែងរួមទាំងប្រទេសលីបង់និងកន្លែងផ្សេងទៀតដែលមានប្រសិទ្ធភាពភ្លាមៗប្រធានាធិបតីលោក Donald Trump បាននិយាយនៅក្នុងសារមួយបង្ហោះលើបណ្ដាញសង្គម Truth Social ថាខ្ញុំយល់ព្រមផ្អាកការទម្លាក់គ្រាប់បែកនិងការវាយប្រហារអ៊ីរ៉ង់ក្នុងរយៈពេល2សប្តាហ៍លោកបន្តថាយើងបានទទួលសំណើ10ចំណុចពីប្រទេសអ៊ីរ៉ង់ហើយជឿថាវាជាមូលដ្ឋានដែលអាចធ្វើការចរចាបានលោក Trump បានបន្ថែមថាស្ទើរតែទាំងអស់នៃចំណុចខុសគ្នានៃចំនួនកន្លងមកត្រូវបានព្រមព្រៀងគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប៉ុន្តែរយៈពេល2សប្តាហ៍នឹងអនុញ្ញាតឲ្យកិច្ចព្រមព្រៀងនេះត្រូវបញ្ចប់ទាំងស្រុង